ហាង buffet បែបហុងកុង vibe មួយកន្លែងនេះគឺភ្ញៀវមកដូចទឹកបាក់ទំនប់អញ្ចឹងដោយសារតែគេមាន promotion ពិសេសតម្លៃ$15.8 នៅសល់តែ$12.8 ទេសម្រាប់អ្នកដែលក្លាហានដែលហ៊ាននាំប្រពន្ធនិងសង្សារមកជាមួយគ្នានិយាយទៅចាប់ពីគ្នា3នាក់ឡើងគឺគេបញ្ចុះតម្លៃឲ្យនៅសល់តែ$12.8 ទេក្នុងម្នាក់ហើយជាមួយនឹងជំរើសនេះគឺពិសេសមែនតើ promotion ហ្នឹងហើយនិយាយទៅឲ្យទៅថាហ៊ានយកមកគឺដឹងតែគេហ៊ានបញ្ចុះតម្លៃហើយជាមួយនឹងការអង្គុយក្នុង vibe បែបបរិយាកាសនេះណាប៉ុន្តែមិនដឹងថាមកអង្គុយហ្នឹងក្នុងន័យថាសប្បាយចិត្តឬក៏មិនទេមិនដឹងទេអញ្ចឹងគឺ promotion នេះគឺគេនិយាយលេងទេគឺសំខាន់គឺអ្នកទាំងអស់គ្នាឲ្យតែមានគ្នាមក3នាក់គឺហាងប៉ាវ buffet បែបហុងកុង vibe ដំបូងគេនៅស្រុកខ្មែរនេះគឺគេបញ្ចុះតម្លៃអ្នកទាំងអស់គ្នាសល់តែ$12.8 ទេនិយាយទៅតម្លៃហ្នឹងគឺល្អមែនតើដោយសារតែជំរើសសាច់ក៏ដូចជាគ្រឿងសមុទ្រប្រហិតអីហ្នឹងគឺសិតតែល្អហើយការរៀបចំដាក់បង្ហាញក៏ដូចជាការដេក័រហាងទូដាក់អីវ៉ាន់របស់គេហ្នឹងក៏វាស្អាតចេញមកតាក់ទាញអារម្មណ៍ប្លែកភ្នែកសម្រាប់យើងដែលធ្លាប់ញ៉ាំហាង buffet កន្លងមកហើយទឹកជ្រលក់នេះគឺសិតតែ free ហើយបុគ្គលិកក៏ដើរមកប្រាប់ហើយនេះគឺសិតតែប្រភេទភេសជ្ជៈដែល free ដូចគ្នាហើយការដេក័រដូចខ្ញុំបញ្ជាក់អញ្ចឹងគឺកន្លែងនេះមិនខ្វះថតរូបទេជាពិសេសគឺគ្រឿងសមុទ្រសម្បូរបែបមានតាំងពីបកាមឹកកងអីហ្នឹងគឺមានជំរើសទាំងអស់ហើយចានធំនេះសម្រាប់អ្នកទាំងអស់គ្នាទៅគ្នាច្រើនភ្ញៀវតុកធំហ្នឹងគឺគេលើកដាក់ឲ្យតែម្ដងព្រោះអីបើសិនបើយើងទៅគ្នាតិចគេលើកអាហ្នឹងដាក់ឲ្យខ្លាចសល់ទៅយើងបន្ទោសគេថាចេះលើកអាធំមកសល់ទៅផាកគាត់អីចឹងណាអញ្ចឹងបើនិយាយពីទឹកជ្រលក់នៅនឹងវិញគឺខ្ញុំ recommend មែនតើសម្រាប់អ្នកដែលមិនសូវចូលចិត្តរបៀបទឹកជ្រលក់ចិនចំដោយសារពួកគាត់លាយចេញមករៀបចំចេញមកគឺរសជាតិតម្រូវខ្មែរហើយនេះមកឈើរង្វង់ធំហ្នឹងក៏គេដាក់សម្រាប់តែភ្ញៀវមកគ្នា6 7អ្នកឡើងអញ្ចឹងគេដាក់ឲ្យយើងហើយដើម្បីឲ្យយើងញ៉ាំទៅវាញ៉ាំអស់បើថាយើងគ្នាតិចយើងញ៉ាំមិនអស់វាសល់របស់គេទៅគេផាកអីទៀតហើយទឹកស៊ុបដូចខ្ញុំបញ្ជាក់អញ្ចឹងគឺទឹកស៊ុបគាត់ក៏ free ដែរគឺគេ free មួយមុខឲ្យសម្រាប់តម្លៃហ្នឹងណាប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ថែមមួយមុខអីទៀត$2.5 កាក់ទេអញ្ចឹងតម្លៃហ្នឹងសមរម្យហើយបើយើងមកមានក្មេងមានអីក៏តាមកម្ពស់តាមអីយ៉ាងដែរតម្លៃមិនគេមិនគិតពេញទេហើយបើថាកម្ពស់ទៀបជាង1 ម៉ែត្រដូចជាគេ free ទៀតណោះក្មេងណាអញ្ចឹងសម្រាប់នៅហ្នឹងគឺល្អមែនតើអ្នកទាំងអស់គ្នា recommend សម្រាប់អ្នកទាំងអស់គ្នាមានក្រុមធំអីយើងអាចគ្រួសារអីចឹងទេកក់ក៏ទៅព្រោះសារភាគច្រើនទៅគឺសិតតែឈរចាំហើយ buffet នៅនឹងដោយសារតែប្លែកមែនតើនៅស្រុកខ្មែរយើងគឺមានតែមួយហ្នឹងទេដែលខ្ញុំឃើញការរៀបចំការចំណាយការអីរបស់គាត់គឺចេញមកគឺបរិយាកាសរបៀប open នៅខាងក្រៅអត់មានម៉ាស៊ីនជែកទេគឺកង្ហាលអញ្ចឹងបើអ្នកទាំងអស់គ្នាអ្នកចូលចិត្តតិចអីក៏អត់សូវត្រូវដែរបើថាអ្នកចូលចិត្តបរិយាកាសប្លែកឃើញក្មេងៗមនុស្សអីស្អាតស្រីស្អាតប្រុសស្អាតអីច្រើនអីហ្នឹងកុំភ្លេចទៅនឹងទៅមិនខុសទេព្រោះអីការរៀបចំរបស់គេចេញមកគឺតាក់ទាញអ្នកស្អាតទៅហ្មងណាអញ្ចឹងសម្រាប់យើងរៀងចាស់ជ្រេដែរទៅនឹងទៅមិនសូវខុសទេអញ្ចឹងទៅលក្ខណៈគ្រួសារអីចឹងបើថាយកសង្សារផងប្រពន្ធទៅផងគឺគេសឹងថា free ឲ្យមកឲ្យតែហ៊ានយកទៅតែខ្ញុំមិនជឿទេអ្នកនរគ្នាអើយយ៉ាងច្រើនណាស់ហ៊ានត្រឹមយកស្រីទៅនិយាយលេងទេអ្នកនរគ្នាអញ្ចឹង buffet នៅហ្នឹងគឺត្រូវមែនតើសម្រាប់លក្ខណៈគ្រួសារមិត្តភ័ក្តិជួបជុំចេញពីសាលាចេញពីរៀនអីហ្នឹងគឺអាចទៅបានចប់ graduate មានកម្មវិធីអីចឹងជប់លៀងបុគ្គលិកអីចឹងសិតតែណាត់ទៅបានហើយកុំភ្លេចទេកក់ផងឮថាមាន promotion ពិសេសផ្ដល់ជូនសម្រាប់អ្នកទេកក់ទៀតឲ្យទៅគ្នាច្រើនគេមានអីពិសេសឲ្យទៀតហើយប្រហិតជំរើសអីនៅហ្នឹងក៏គេមានច្រើនសម្បូរបែបហើយបើអ្នកទាំងអស់គ្នាចង់ញ៉ាំប៊ីយ៉ាវិញនៅហ្នឹងគឺគេមាន free ប៊ីយ៉ាមិន free ទេប៊ីយ៉ាអ្នកទាំងអស់គ្នាចាយ$5គេដាក់ free ត្រាស់មួយសេរីទៀតអញ្ចឹងហើយពិសេសមែនតើកុំភ្លេចទេកក់បាយបាយ